វិធីស្នើសុំចូលរួមប្រឡងប្រជែងបម្រើការងារក្នុងក្រុមខណ្ឌមន្ត្រីនគរបាលជាតិមុនពេល scan QR code ដើម្បីបំពេញព័ត៌មានស្នើសុំចូលរួមប្រឡងប្រជែងបម្រើការងារក្នុងក្រុមខណ្ឌមន្ត្រីនគរបាលជាតិបេក្ខជនទាំងអស់ត្រូវត្រួតពិនិត្យសេចក្តីជូនដំណឹងមុនពេល scan QR code ជៀសវាងការ scan QR code ខុសអង្គភាពដែលខ្លួនដាក់បម្រើការងារការបំពេញព័ត៌មានផ្ទាល់ខ្លួនមាន4ដំណាក់កាលដំណាក់កាលទី1តម្រូវឲ្យបេក្ខជនបំពេញលេខអត្តសញ្ញាណប័ត្រផ្ទាល់ខ្លួនដំណាក់កាលទី2ជ្រើសរើសអង្គភាពដែលចង់បម្រើការងារឲ្យបានត្រឹមត្រូវដំណាក់កាលទី3បំពេញព័ត៌មានផ្ទាល់ខ្លួនឲ្យបានត្រឹមត្រូវស្របតាមលក្ខខណ្ឌនៃការជ្រើសរើសដែលបានកំណត់នៅក្នុងសេចក្តីជូនដំណឹងដោយមានភាពទទួលខុសត្រូវទៀងទាត់ព័ត៌មានផ្ទាល់ខ្លួនដែលបានបំពេញឡើងវិញឲ្យបានត្រឹមត្រូវមុនចុចបន្តoutside the lines of a child. Paris lovers, they dance through the years. ដំណាក់កាលទី4បំពេញព័ត៌មានអាណាព្យាបាលឲ្យបានត្រឹមត្រូវ Paris lovers, forever beginning. ត្រួតពិនិត្យព័ត៌មានរបស់អាណាព្យាបាលឲ្យបានត្រឹមត្រូវចុចប៊ូតុងទាញយកបង្កាន់ដៃស្ដារសុខភាពបេក្ខជនអាចធ្វើការ screenshot ឬសៀវបង្កាន់ដៃស្នើសុំពាក្យនិងបោះពុម្ពចេញដើម្បីយកមកបង្ហាញដល់អនុគណៈកម្មការផ្ដល់ពាក្យនិងទទួលពាក្យនៅទីកន្លែងផ្ដល់ពាក្យសូមចូលបម្រើការងារក្នុងក្រុមខណ្ឌមន្ត្រីនគរបាលជាតិបេក្ខជនទាំងអស់អាចចូលទៅទាញយកបង្កាន់ដៃស្នើសុំពាក្យម្ដងទៀតបានតាមរយៈដំណើរភ្ជាប់ដដែលដោយគ្រាន់តែបំពេញលេខអត្តសញ្ញាណប័ណ្ណនិងចុចបន្ត